រៀបសួរមិត្តភ័ក្តិបងប្អូនអស់គ្នានេះគឺខ្ញុំបង្ហាញរបៀបតអំភ្លី XT21 ដោយអតិថិជនខ្ញុំគាត់ឲ្យខ្ញុំតបង្ហាញថាតមិនអីចឹងគាត់ចេះតឥឡូវខ្ញុំបង្ហាញអានេះបោកដកនេះគឺមកនេះខ្សែវាមកនេះឧបល័រធំហ្នឹង220វ៉ាត់នេះអក្សរ S នេះតទៅឧបល័រធំនេះ220វ៉ាត់ឧបល័រធំនេះវាដាក់220វ៉ាត់លើនេះផ្នែកសាប់វា220វ៉ាត់ហើយនេះគឺផ្នែកឧបល័រតូចនេះឧបល័រតូចសូឡូឬក៏អីគុយហ្នឹងអាហ្នឹងនេះ60វ៉ាត់មួយច្រកវាចេញបាន60វ៉ាត់នេះអានេះ60វ៉ាត់អានេះក៏60វ៉ាត់ចេញមកនេះតចូលបោកដកណាមើលបោកដកឧបល័រនេះខាងបោកដាក់ខាងក្រហមខាងដកដាក់ខាងខ្មៅយើងមកនេះដូចគ្នាទាំងអស់បោកហមខ្មៅមកតមកដោតភ្លើងចូលដោតភ្លើងចូលវ៉ូលីមនេះជប់បើកវាបិទវាយ៉ាងមកតមកដោតភ្លើងចូលអញ្ចឹងឲ្យរួចអស់ហើយយើងនេះទៅបើកវ៉ូលីមវាមកនេះបើកវ៉ូលីមវាមកនេះបើកមកប៉ាក់ចឹងមកយើងបើកតិចសិនបានហើយកុំបើកខ្លាំងពេកតមកយើងនេះទៅបើក Bluetooth ទូរស័ព្ទយើងបើក Bluetoothចុចយកពាក្យ Bluetooth នេះមកនេះ Bluetooth ចុចឲ្យវាជាប់នឹងមកឬបើក Bluetooth នេះបើក Bluetooth អានេះវាខ្ញុំភ្ជាប់ម្ដងខ្ញុំភ្ជាប់ម្ដងទៀតបើក Bluetooth មកនេះវាឃើញនេះឈ្មោះវា XROYO ចុចទៅវាមកនេះចុចមកលោតយ៉ាងចុចមកភ្ជាប់នេះភ្ជាប់ហើយលឺម៉ងនៅក្នុងឧបល័រភ្ជាប់យ៉ាងបានហើយយើងទៅចាក់បានហើយយើងបើក YouTube យើងមកបើក YouTube ចាក់សាកល្បងសម្លេងទៅចាក់សាកល្បងសម្លេងទៅនេះវាលឺហើយអានេះសេរីផ្នែកសំឡេងស្រួយសំឡេងនេះហ្នឹងផ្នែកអាពីរនេះផ្នែក160វ៉ាត់នេះវ៉ូលីម2នេះផ្នែក160វ៉ាត់វ៉ូលីម2នេះផ្នែក220វ៉ាត់នេះវ៉ូលីម2នេះគឺគ្រប់គ្រងឧបល័រនេះហើយវ៉ូលីម2នេះគ្រប់គ្រងឧបល័រមួយគូនេះឧបល័រមួយគូនេះវ៉ូលីម2នេះហើយអានេះគឺគ្រប់គ្រងទាំងអស់នេះអាហ្នឹងវ៉ូលីមហ្នឹងគឺគ្រប់គ្រងទាំងអស់អាហ្នឹងអានេះគឺគ្រប់គ្រងផ្នែកសាប់ជាមួយខ្ញុំបើកឲ្យមើលនេះតែយើងបាត់អត់លឺទេនេះវ៉ូលីមហ្នឹងគឺយើងបាត់អត់លឺទេឥឡូវជាមួយខ្ញុំបាត់អានេះអស់នេះអានេះបាត់អស់វានៅលឺតិចវានៅលឺតិចបាត់អស់នៅលឺតិចបាត់អត់អស់ទេអានេះបាត់អត់អស់ទេតែយើងបាត់អានេះគឺបាត់អស់នេះបាត់អស់អាសាប់នេះបាត់ដាច់មកនេះសាប់នេះគឺបាត់ដាច់អត់លឺសំឡេងទេនេះជាមួយខ្ញុំបើកវិញនេះហើយរននេះគឺរនដោត USB flash យើងហ្នឹងរនដោត memory ប្រភេទ memory ចេះអីបាននេះ memory យ៉ាងអីបានហើយកន្លែងនេះគឺយើងដោត memory ហើយយើងចុចដូរចុចទៅមុខទៅក្រោយនេះកន្លែងនេះចុចវាមកមុខចេះមកនេះចុចអញ្ចឹងក៏វាដូរនៅក្នុងនេះដែរវាមកជាទូរស័ព្ទនេះចុចទៅវាមកជាទូរស័ព្ទឲ្យយើងអត់ជាទូរស័ព្ទក៏វាមកដែរកលេសអានេះទៅមុខទៅនេះមកអញ្ចឹងហើយអត់មានអីទៀតទេគឺមានតែប៉ុណ្ណឹងទេក្រៅប្រើប្រាស់ឧបល័រជាទូទៅបើគេដាក់អានេះ220វ៉ាត់យើងប្រើជាទូទៅយើងត្រឹម160 170វ៉ាត់អីគឺគ្រប់គ្រាន់យើងអត់ឲ្យប្រើដល់កម្រិតឬលើសកម្រិតវាទេវាអាចឆេះសែនៅប្លុកនេះអានេះក៏យ៉ាងដែរបើគេដាក់160វ៉ាត់យើងអាចប្រើត្រឹម100វ៉ាត់នេះគាត់នេះអានេះគាត់គេដាក់
សមត្ថភាពវាតេះអស់ទេប៉ុន្តែវាមិនមែនដាក់ធនបានប្រើប៉ុណ្ណឹងទេវាដាក់220យើងអាចប្រើបាន150 160អីចឹងទៅ170អីចឹងទៅ180វ៉ាត់អីចឹងទៅរបៀបប្រើប្រាស់អាហ្នឹងគឺមានតែប៉ុណ្ណឹងទេអានេះដុំភ្លើង8 អាំពែមកនេះទាញរួចហើយ